បាទសួស្តីអ្នកនរគ្នាអញ្ចឹងសម្រាប់បងដែលប្រើប្រភេទពួក Epson តកូល S បងចង់ zoom ចូលគឺយើងត្រូវប្រើជាមួយ e-zoom ឬក៏ electronic zoom អញ្ចឹងរបៀប zoom បងចុចទៅលើ menu បាទខ្ញុំបរៀនឲ្យប្រើ tele ហ្មងទៅស្រួលពេលខ្លះបងចាប់ម៉ាស៊ីននៅលើពិដានយើងពិបាកចុចនេះអានេះគេហៅថា menu ប៊ូតុងត្រឡប់អាកដាលនេះគឺសម្រាប់ OK លើក្រោមស្ដាំឆ្វេងអញ្ចឹងយើងប្រើមកជួរហ្នឹងទៅបាទនេះអញ្ចឹងយើងចុច menu មួយវាចេញមកបែបហ្នឹងបងចុចមកក្រោមបាទមកក្រោមពាក្យថា setting បងឃើញទេកន្លែងពណ៌លឿងអាទី3ហ្នឹងយើងចុចកដាលអូខេមួយមកនេះប៊ូតុងកដាលចុចមកប៉ក់មកហើយបងចុចមក zoom ឃើញអត់បាទចុចអូខេលើពាក្យថា zoom អាលឿងហ្នឹងណាបាទបន្ទាប់មកវាចេញបែបហ្នឹងបងអាចចុចបានហើយបាទចុចមកឃើញទេយើងចុចមកខាងស្ដាំនេះមកដើម្បីវាតូចបាទនេះវា zoom ឲ្យតូចបាទត្រឡប់មកវិញអានេះយើងចុចខាងឆ្វេងវិញមកវាអូសមកវិញនេះវាបន្ថយមកធំវិញបាទអញ្ចឹងនៅពេលដែលបង zoom ដូចចិត្តយើងហើយយើងចង់បានប៉ុណ្ណាយើងចុចប៊ូតុងត្រឡប់ចុចខាងស្ដាំបាទនេះចុច1ចុចរហូតមកបាទចុចរហូតមកគឺបានហើយបាទអញ្ចឹងរបៀប zoom មានប៉ុណ្ណឹងបងចង់ zoom ឲ្យធំអីវិញយើងចុច menu ចូលមកវិញមកចូល setting ទី3ចុចអូខេចុច zoom អាទី3ដូចគ្នាចុចអូខេហើយយើងត្រឡប់វាចឹងមកបាទអានេះគឺរបៀប zoom មានប៉ុណ្ណឹង